ទី13ក៏អង្គុយក្បែរប្រុសផ្សេងដែលមិនបានខ្ញុំមួយថ្ងៃនេះអេដេនមានអារម្មណ៍ដូចជាថ្ងៃសោយរបស់ខ្លួនគេមួម៉ៅក្តៅក្រហាយតាំងពីព្រឹកមកនឹងព័ត៌មាននោះក៏ប៉ះសម្ដីនឹងម្ដាយតែអ្នកណាតែគិតថាពេលត្រឡប់មកផ្ទះនៅពេលល្ងាចក៏មិនបានសម្រាកជាមួយប្រពន្ធកូនបែរជាមកឃើញប្រពន្ធនៅជាមួយប្រុសផ្សេងថែមទាំងអាមសៀតនោះគេស្អប់មុខវាបំផុតទៀតផងណាថាណាតុនកំពុងអង្គុយនៅលើសាឡុងធំជាមួយប្រពន្ធរបស់គេប៉ុន្តែមិនព្រមអង្គុយឲ្យឆ្ងាយពីគ្នាបែរជាអង្គុយបៀកស្ទើរតែអង្គុយលើផ្លូវគ្នាទៅហើយនៅក្នុងខ្សែភ្នែករបស់គេថែមទាំងខ្សែក្អាក់ក្អាយមានសេចក្តីសុខដែលមិនខ្វល់ទេថាក៏មិនបានសម្រាកជាមួយប្រពន្ធកូនបែរជាមកឃើញប្រពន្ធនៅជាមួយប្រុសផ្សេងថែមទាំងអាមសៀតនោះគេស្អប់មុខវាបំផុតទៀតផងណាថាណាតុនកំពុងអង្គុយនៅលើសាឡុងធំជាមួយប្រពន្ធរបស់គេប៉ុន្តែមិនព្រមអង្គុយឲ្យឆ្ងាយពីគ្នាបែរជាអង្គុយបៀកស្ទើរតែអង្គុយលើផ្លូវគ្នាទៅហើយនៅក្នុងខ្សែភ្នែករបស់គេថែមទាំងខ្សែក្អាក់ក្អាយមានសេចក្តីសុខដែលមិនខ្វល់ទេថាអេដេនឃើញដូច្នោះក៏ខឹងខ្លាំងដើរទៅរកពីរអ្នកនោះហើយនិយាយដោយសំឡេងរាបស្មើនេះស្អីអេដេនអតីតសង្សារងាកមករកគេដោយទឹកមុខសកក្រោះមានតែបឺណាប៉ុណ្ណោះដែលហាយឈ្មោះគេដោយទឹកមុខរាងងើយឆ្ងល់បន្តិចតែមិនបានភ្ញាក់ផ្អើលខណៈដែលមិត្តជិតស្និទ្ធម្នាក់នោះបែរជាមើលដោយខ្សែភ្នែកបេះបួរធ្វើស្អីគឺអង្គុយជាមួយគ្នាបើណែអ្នកកំឡោះបញ្ជាដោយសំឡេងដាច់ខាតនឹងមិនត្រឹមតែនិយាយទេនៅដើរមកទាញដៃនាងឲ្យងើបឈរទៀតផងងើបឡើងចា៎នាងមើលដៃគេដល់ងើយប៉ុន្តែអេដេនគ្មានចិត្តឲ្យអ្នកណាចំទាស់គេបញ្ជាដោយសំឡេងកាចម្ដងទៀតខ្ញុំប្រាប់ឲ្យនាងងើបឡើងនិយាយចប់គេក៏ទាញនាងមួយទំហឹងប៉ុន្តែវិនាទីក្រោយមកនាងក៏ដាក់កូដអង្គុយចាស់វិញតាមកម្លាំងទាញរបស់មិត្តសម្លាញ់មហាបេះបួយរបស់នាងបូណាមិនបាច់ងើបទេអង្គុយកំដរខ្ញុំបន្តទៅបូណាមើលមុខមិត្តជិតស្និទ្ធនឹងស្វាមីខ្លះគ្នាអ្នកដំបងមានទឹកមុខពេញចិត្តដែលបានញាស់អ្នកដទៃឯម្នាក់ទៀតមុខឡើងក្រហមងាងកាចដោយកំហឹងហើយបើមិនឧស្សាហ៍ពេលនេះពួកគេទាញដៃនាងម្នាក់ម្ខាងនាងចង់តែលើកដៃទាំងពីរក្តោបក្បាលដាក់ឆ្កាឈួតពីរនាក់ដែលកំពុងតែចង់ខាំគ្នាទៀតហើយណែតកុំលេងចុងក្រោយនាងក៏ងាកទៅហាមប្រាមិត្តជិតស្និទ្ធដែលគិតថាអាចនិយាយគ្នាស្រួលបួលជាងម្នាក់ទៀតប៉ុន្តែអ្នកឋានពេលនេះមិនព្រមចាញ់ដូចរដូវតែនាងសន្យាឲ្យថានៅអង្គុយកំដរខ្ញុំបើណែអេដេនបានលើដូច្នេះហើយក៏ទឿនប៉ុន្តែពេលមានសង្គ្រាមរវាងអេដេននិងណាថានផ្ទុះមែនតែនអាញាកណ្ដាលមានល្អិតក៏រត់ចេញពីបន្ទប់មួយទៀតស្ទុះមករកណាថានដោយមិនចាប់អារម្មណ៍អេដេនហាក់ដូចមើលមិនឃើញយ៉ាងដូចម៉ាក់ប៉ាអាល្អិតអោបណាថានណានដៃខណៈដែលស្រែកសួរនិយាយគ្នារួចហើយឬនៅតែជួនអីមានអ្នកមកបង្អាក់មិនត្រឹមតែនិយាយណាថាននៅដៀងមើលម្ចាស់ដែលធ្វើរឹកដូចចង់ក្អួតឈាមស្លាប់ពេលកូនប្រុសហក់មករកគេចំនួនការហក់ទៅរកឪពុកដោយការពេញចិត្តអាល្អិតងើយមើលមុខតាមខ្សែភ្នែករបស់ណាថានហើយក៏ភ្ញាក់ព្រឺតនឹងខ្សែភ្នែកកាច់របស់អេដេនទៅនិយាយខ្សឹបប៉ាមករំខានរឿងអីអាល្អិតនិយាយចប់ក៏ងើយមើលមុខប៉ាដែលថ្ងៃនេះមើលទៅគួរឲ្យខ្លាចធ្វើឲ្យគេមិនហ៊ានចូលទៅចិត្តទៅកាន់តែអោបប៉ាណែនដៃណាថានស្ដាប់សម្ដីកូនប្រុសហើយក៏ចង់ចិញ្ចើមគេមាត់ក៏ញញឹមដាក់ភាពហួងហែងរបស់អេដេនប៉ុន្តែមុនពេលមាននរណាម្នាក់និយាយអីអេដេនក៏និយាយជាមួយកូនប្រុសដោយទឹកមុខតានតឹងអេរ៉ុនបាទប៉ាអាល្អិតតបដោយការស្ដាប់បង្គាប់ទើបអ្នកកំឡោះបញ្ជាបន្តនាំម៉ាក់ចេញទៅរកធុននីសិនទៅប៉ាមានរឿងនិយាយជាមួយប៉ាបាទអាល្អិតទទួលបញ្ជាលោតចុះពីផ្លូវណាត់ឋានទៅចាប់ដៃម្ដាយដើម្បីធ្វើតាមបញ្ជារបស់ប៉ាម៉ាក់ណែត្រឡប់ទៅវិញសិនបានទេបើណាងើបតាមការទាញដៃរបស់កូនប្រុសប៉ុន្តែទោះជាដូច្នេះក៏ងាកទៅអង្វរមិត្តភក្តិព្រោះមិនចង់មានរឿងដែលអ្នកឋានក៏ដឹងច្បាស់ប៉ុន្តែគេមិនធ្វើតាមមិនអីទេបើខ្ញុំទប់ទល់បានមិនបាច់បារម្ភពីគ្នាពេកទេអេដេនបង្អាក់អារម្មណ៍អាឡោះអាល័យនិងសំណក់ឡើងចង់លៀនភ្នែកខ្ញុំមិនបានធ្វើបាបមិត្តរបស់អ្នកនាងទេគេបញ្ជាក់ទូមុខសង្ហាពោពេញទៅដោយភាពស្រេកឃ្លានក៏ដោយហើយបែបនោះតើនាងជឿជាក់អេដេនមិននឹងបានទៅថាគេមិនធ្វើបាបមិត្តរបស់នាងលៀមនោះពេលដែលពីរអ្នកម្ដាយកូនបណ្ដាលគ្នាចេញពីបន្ទប់អេដិនក៏បាក់ឆាកដាក់មិត្តរបស់បឺណាដែលធ្វើរឿងឆ្លងដែនរបស់គេញយដងខ្ញុំសង្ឃឹមថាឯងមិនលួចមករកប្រពន្ធគេបែបនេះទៀតទេគេសង្កត់ពាក្យទៅលើពាក្យប្រពន្ធខ្ញុំចង់និយាយពាក្យនេះដាក់ប្រុសម្នាក់នោះយូរហើយតែគ្មានឱកាសទៅថ្ងៃនេះពេលមានឱកាសក៏ឆក់យកហើយបដៅអាក្មេងបេះបួយនេះឲ្យទៅឆ្ងាយពីភ្នែកពីច្រមុះខ្ញុំទទួលពាក្យលោកមិនបានទេលោកអេរសានណាត់ឋានក៏ងើបឈរតបតអ្នកដែលមានអាយុច្រើនជាងដោយការផ្ចាញ់ផ្សានិងមិនព្រមប៉ាប្រពន្ធគេដែលលោកថានោះចង់មានន័យសម្ដៅទៅលើប៊ុនណាឬមានន័យថាម៉េច
Eden សម្លក់សម្លឹងដោយកំហឹងមិននៅសល់ភាពជារាជបុត្រសោះក្រាស់ដោយតែគេឯងចូលចិត្តហៅពេលនេះនៅចំពោះមុខ Nathan មានតែបរិបប្រច័ណ្ឌហួងហែងនិងឡាប់ស្ទែប៉ុណ្ណោះនោះហើយដែលធ្វើឲ្យគេមានអារម្មណ៍ល្អចង់អវល់ក្បាលលេងឲ្យចាស់ដៃម្ដងគឺមានន័យថាបើណាជាមនុស្សរបស់ខ្ញុំគេបញ្ជាក់ដោយទឹកមុខឡកលើយបើមិនដោយសារតែនាងចង់សុំពេលវេលាមួយរយៈដើម្បីដោះស្រាយបញ្ហាកើតឡើងស្មាននេះខ្ញុំមានឋានៈជាប្តីរបស់នាងទៅហើយមិនមែនលោកNorton អ្នកកំឡោះស្ទើរតែស្រែកគំរាមដាក់ឈ្មោះប៉ុន្តែ Nathan មិនញាប់ញ័រនឹងទោសៈរបស់អ្នកនៅចំពោះមុខទូការពិតគេអន់ជាងគ្រប់ផ្នែកបើមានរឿងនឹងគ្នាមែនគេមកជាត្រូវ Eden ចាត់ការមិនឲ្យនៅសល់សាកសពប៉ុន្តែគេក៏មានក្រោះការពារខ្លួនដ៏ល្អដែលមានឈ្មោះថាBona និង Aaron តើត្រូវខ្លាចស្អីទៀតហើយបរោះនៅចំពោះមុខពេលជារឿងរបស់Bonaគេក៏មិនបានមើលទៅអាក្រក់ក្រីអីដែរប៉ុន្តែទោះយ៉ាងណាក៏គេមិនលើកលែងទោសឲ្យអ្នកដែលធ្វើមិត្តរបស់គេខូចចិត្តជាដាច់ខាតជួយធ្វើខ្លួនឲ្យសមជាកូនប្រុសបន្តិចទៅលោក Edison មិនមែនចង់ធ្វើបាបមនុស្សស្រីទុនខ្សោយម្នាក់ក៏ដេញតលតនឹងទល់ច្រកត្រូវព្រមធ្វើតាមលោកគ្រប់រឿងបែបនេះទេម្យ៉ាងទៀតលោកក៏មានមនុស្សរបស់លោកហើយព័ត៌មានភ្ជាប់ពាក្យទៅតែប្រកាសក្តែងមិនអញ្ចឹងNathan សម្លឹងមើលដៃគូសន្តានាឲ្យប្រកាសក្តែងនោះហើយដែលធ្វើ Eden ខឹងកាន់តែខ្លាំងព្រោះមិននឹកស្មានថាអាក្មេងម្នាក់នោះដឹងរឿងអស់នេះBonaប្រហែលស្រឡាញ់វាខ្លាំងហើយបានជានិយាយគ្រប់រឿងឲ្យស្ដេញលះនាងទៅកុំខាត់អ្នកដែលគ្មានចិត្តចំពោះខ្លួនទាំងមុខក្រាស់បែបនេះទៀត